ធីសំណេះសំណាលជាមួយនឹងគណៈកម្មាធិការសហគមន៍ព្រៃឈើអភិរក្សសត្វទន្សោងខេត្តកំពង់ស្ពឺនៅថ្ងៃទី29 ខែឧសភាឆ្នាំ 2025 អាយដាមសុនស្រនអភិបាលរងនៃគណៈអភិបាលខេត្តទទួលបន្ទុកវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទតំណាងដល់ខ្ពង់ខ្ពស់អាយដាមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺដឹកនាំប្រតិភូថ្នាក់ដឹកនាំមន្ទីរមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រុមការងាររដ្ឋបាលស្រុកថ្ពងនិងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយនឹងគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើ8មុំស្ថិតនៅភូមិត្រពាំងក្រាញឃុំ8មុំស្រុកថ្ពងខេត្តកំពង់ស្ពឺលោកយឹមណនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងមានរយៈពេលជិត20ឆ្នាំមកហើយដែលមានការកំណត់ព្រំប្រទល់ដែលសហគមន៍ច្បាស់លាស់រួមជាមួយឆន្ទៈរបស់គណៈកម្មាធិការសហគមន៍ទើបសហគមន៍មាននិរន្តរភាពដល់បច្ចុប្បន្ននេះបើយោងតាមរបាយការណ៍របស់លោកសឿនឡាយប្រធានសមាគមព្រៃឈើ8មុំបានបញ្ជាក់ផងដែរថាសម្រាប់ដីសហគមន៍នេះគឺមានការគ្រប់គ្រងមានចំនួន2ទីតាំងទី1គឺបង្កើតតាំងពីឆ្នាំ2002និងទីតាំងទី2គឺបង្កើតនិងប្រកាសទទួលស្គាល់នៅក្នុងឆ្នាំ2023នេះដែលមានផ្ទៃដីសរុប 1600 ហិកតាហើយក្នុងនោះសត្វទន្សោងដែលមានវត្តមានរស់នៅមានជាង100ក្បាលប៉ុណ្ណោះក្នុងនោះកំពង់ស្ពឺមានចំនួន50សហគមន៍ហើយលក្ខណៈពិសេសវត្តមានប្រភេទសត្វទន្សោងនេះមានតែក្នុងសហគមន៍មួយនេះទេលោកក៏បានបន្តទៀតដែលថាសកម្មភាពទាំងអស់នេះគឺជាការខិតខំយកចិត្តទុកដាក់របស់បងប្អូនគណៈកម្មាធិការសហគមន៍ព្រៃឈើ8មុំដែលបានខិតខំប្រឹងប្រែងការពារធនធានធម្មជាតិរបស់យើងរហូតដល់គណៈកម្មាធិការមានការទទួលស្គាល់ពីរដ្ឋបាលឃុំ8មុំរដ្ឋបាលឃុំរដ្ឋបាលស្រុករដ្ឋបាលខេត្តរហូតដល់ថ្នាក់ក្រសួងរុក្ខាប្រមាញ់និងនេសាទដែលប្រកាសទទួលស្គាល់ជាផ្លូវការទទួលស្គាល់ពីរដ្ឋបាលខេត្តព្រមទាំងមានកិច្ចព្រមព្រៀងពីក្រសួងដើម្បីធ្វើយ៉ាងណាការពារបរិស្ថាននិងសត្វព្រៃនិងធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្សយូរអង្វែងដូចក្នុងឱកាសនោះផងដែរឯកឧត្តមសុនស្រនអភិបាលខេត្តក៏បានកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺដែលបានយកចិត្តទុកដាក់និងនាំនៅសម្ភារៈថវិកានិងកូនឈើប្រណិតដើម្បីចុះសួរសុខទុក្ខជាមួយនឹងគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើ5មុំដើម្បីជួយកាត់បន្ថយការលំបាករបស់បងប្អូនយើងដែលបានខិតខំលះបង់ប្រឹងប្រែងការពារធនធានធម្មជាតិរបស់យើងដែលជាគំរូរបស់បងប្អូនយើងនៅក្នុងស្រុកនិងជាគំរូរបស់បងប្អូននៅក្នុងខេត្តកំពង់ស្ពឺរបស់យើងឯកឧត្តមក៏បានកោតសរសើរដល់បងប្អូនប្រធានសហគមន៍យ៉ាងធំធេងក្នុងការលះបង់តស៊ូការពារអភិរក្សការពារធនធានធម្មជាតិឲ្យបានល្អប្រសើរព្រមទាំងឲ្យមានការរៀបចំឡើងឲ្យបានច្បាស់លាស់និងរក្សាគុណតម្លៃរបស់យើងតាំងពីចំនួនឆ្នាំ2002រហូតមកដល់ពេលបច្ចុប្បន្នដើម្បីរក្សានិរន្តរភាពត្រូវតែមានការគិតគូរយ៉ាងច្បាស់លាស់ហើយនឹងការជួយជ្រោមជ្រែងជាប្រចាំដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តកុំឲ្យមានការបាត់បង់និងថែរក្សាគុណតម្លៃថែរក្សាកេរ្តិ៍ឈ្មោះរបស់ពួកគាត់និងក្រុមគ្រួសារដើម្បីតបស្នងសងគុណរបស់ពួកគាត់វិញហើយយើងត្រូវសហការជាមួយនឹងអង្គការដៃគូនានាដើម្បីជួយអភិរក្សទៅលើការថែទាំផ្សេងៗដើម្បីពង្រីកសហគមន៍ឲ្យកាន់តែធំទូលាយឲ្យមានអ្នកស្គាល់ច្រើនអាចប្រែក្លាយជាកន្លែងសហគមន៍ទេសចរមួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិគួរបញ្ជាក់ផងដែរថាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាននាំយកនៅសម្ភារៈថវិកានិងកូនឈើប្រណិតជូនដល់សហគមន៍8មុំដើម្បីដាំជានិមិត្តរូបផងដែរ